តាមពិតយើងក៏មិនអាចពឹងអ្នកដទៃណាដើម្បីមកលះបាបក្នុងចិត្តរបស់យើងបានទេទេវតាប្រអិនប្រព្រំព្រះជាម្ចាស់ក៏ដោយក៏មិនអាចមកលះបាបពីចិត្តយើងទេព្រះពុទ្ធអង្គសម្ដែងរូបមន្តសម្ដែងសិលសមាធិបញ្ញាសម្ដែងឲ្យយើងបានជ្រួតជ្រាបអំពីគុណតម្លៃប្រយោជន៍របស់បុណ្យកុសលដើម្បីមកកម្ចាត់បងសេចក្តីសៅហ្មងក្នុងចិត្តយើងតើតែយើងប្រព្រឹត្តបរិបត្តិដល់តែយើងមានការអប់រំចិត្តចម្រើនបញ្ញាគឺយើងយល់ដឹងសភាពធម្មតានៃជីវិតដល់តែយល់ដឹងទៅយើងព្រមតាមធម្មតាយើងមានភារកិច្ចមានតួនាទីត្រឹមតែរក្សាចិត្តអប់រំចិត្តអ្វីទៀតយើងប្រគល់ឲ្យម្យ៉ាងនៅលើផលវិបាករបស់កម្មម្យ៉ាងទៀតមិនទៀងជាទុក្ខជាអនត្តាទាំងអស់ហ្នឹងយើងមិនបានធ្វើមកទេយើងមិនចេះតែទៅទទួលដោយអំណាចនៃសេចក្តីប្រកាន់មកកើតទុកចង្អៀតចង្អល់ដូចជាអ្វីហ្នឹងយើងអ្នកធ្វើយើងធ្វើបញ្ញខណ្ឌនឹងមកអីបើពោលដោយបរមត្តវាជារឿងវត្តដាក់ទេគ្រាន់តែសន្មត់ថាយើងមួយអង្គម្នាក់ប៉ុន្តែអ្នកណាទៅធ្វើរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងនោះអ្នកណាទៅធ្វើរាគៈទោសៈមោហៈកិលេសទាំងអស់នឹងឲ្យខ្លួនឯងនោះហើយធ្វើចាស់ធ្វើឈឺធ្វើស្លាប់ឲ្យខ្លួនឯងអ្នកណាគេទៅធ្វើយើងនឹងទៅធ្វើសេចក្តីទុក្ខឲ្យខ្លួនឯងហីទៅធ្វើអាលោភៈអាការប្របាក់ចិត្តអាការខឹងឲ្យខ្លួនឯងហ្នឹងអីពេលខឹងម្ដងលំបាកសឹងអីហ្នឹងប៉ុន្តែទាំងអស់ហ្នឹងដែលយើងមិនបានធ្វើយើងត្រូវយករួចខ្លួនកន្លែងហ្នឹងដោយបរមត្តទៅទៀតកន្លែងហ្នឹងគឺបញ្ញាដែលត្រូវដឹងថាអ្វីយើងប្រគល់ឲ្យធម្មតាធัวហ្នឹងទៅមិនមែនយើងអ្នកធ្វើទេយើងរស់ធូរស្រាលកន្លែងហ្នឹងផងទៅសត្វលោកហ្នឹងកើតទុកមកតែពីខ្លួនឯងប្រកាន់ហ្នឹងមិនព្រមទៅតាមសេចក្តីពិតគេមានសច្ចធัวរបស់គេយើងរៀនឲ្យសិទ្ធទៅលើអ្វីហ្នឹងផងទៅដែលគេមានសិទ្ធត្រូវកើតដោយសារគេមានបច្ច័យរបស់គេអត់បច្ច័យគេមិនកើតទេគេត្រឹមត្រូវណាស់គេមិនបានស្ដាប់បង្កប់បញ្ជាអ្នកណាខ្លាចអំណាចអ្នកណាស៊ីសំណោកសោកប៉ាន់អ្នកណាទេតែដល់ទៅមានបច្ច័យអ្វីវាត្រូវកើតឡើងអញ្ចឹងណាយើងទទួលយកការពិតនឹងទៅធ្វើឲ្យយើងសុខចិត្តនេះឯងដែលជាសេចក្តីសុខក្នុងជីវិតទេវតាប្រអិនប្រព្រំក៏មិនអាចមកជួយឲ្យយើងរួចផុតចាកទុក្ខក្នុងវដ្តសង្សារដែរព្រះពុទ្ធនៅត្រង់ដែលថាព្រះអង្គត្រាស់ដឹងការពិតហើយរំលត់ហេតុនៃសេចក្តីទុក្ខបានហើយព្រះអង្គសម្ដែងប្រាប់យើងយកត្រង់កន្លែងដែលព្រះអង្គប្រកាសសច្ចធម៌នឹងឯងជាព្រះសម្មាសម្ពុទ្ធទៀនក្តៅរលាយកមួនចិត្តក្តៅរលាយសពម៉េចមើលឲ្យតែក្តៅមើលបើមិនកើតទុក្ខឥឡូវ